លោកនាយករដ្ឋមន្ត្រីចិនលីឈៀងបានបញ្ជាក់ថាភាពខុសគ្នារវាងប្រទេស GCC អាស៊ានឆៃណាមិនមែនជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការនោះទេនេះជាតិស្នាដៃខ្មែររសជាតិខ្មែរវិតាឆ្លុះបញ្ចាំងពីឧត្តមភាពកាលពីម្សិលមិញនេះនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនលោកលីឈៀងបាននិយាយថាកិច្ចសហប្រតិបត្តិការ3ផ្លូវរវាងប្រទេសចិនបណ្ដាប្រទេសឈូងសមុទ្រពាក់និងប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននឹងផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងអស់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសន្តិភាពនៅក្នុងតំបន់លោកលីបានអត្ថាធិប្បាយបែបនេះនៅក្នុងអំឡុងកិច្ចប្រជុំកំពូលរវាងប្រទេសចិនបូកអាស៊ាននិងបណ្ដាប្រទេស GCCដែលមានគោលបំណងពង្រីកការចូលរួមផ្នែកសេដ្ឋកិច្ចនិងពង្រឹងភាពធន់រវាងប្រជាជាតិនានានៅពេលដែលពួកគេជួបជាមួយនឹងប្រព័ន្ធពាណិជ្ជកម្មសកលដែលងាយនឹងបង្កទៅជាបញ្ហាប្រឈមដោយសារការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកចំណែកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅក្នុងសន្ទរកថាបើករបស់លោកនាពេលនោះក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលោកបានសង្កត់ធ្ងន់ថាកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងកូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ីនឹងក្លាយទៅជាការបើកទំព័រថ្មីនៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដ៏ល្អបំផុតដែរលោកបាននិយាយថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកទាំង10និងប្រទេស GCC រួមទាំងប្រទេសចិនដែលមាន GDP សរុបរួមគ្នាជិត25ប៊ីលានដុល្លារអាមេរិកនិងមានទីផ្សារពីប្រជាជនជាង2ប៊ីលាននាក់ដែលបានផ្ដល់ឱកាសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងការធ្វើសមារណកម្មទីផ្សាររបស់ពួកគេនិងជំរុញការវិនិយោគឆ្លងតំបន់ដែរប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាស៊ានហើយបានព្យាយាមបង្ហាញខ្លួនជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានចំពោះតំបន់ចំពេលដែលមានការប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាមេរិកប្រទេសឈូងសមុទ្រពាក់ GCC វិញគឺជាអ្នកផ្គត់ផ្គង់លើសពី1/3នៃការនាំចូលប្រេងឆៅរបស់ចិនលោកលីបាននិយាយថាផ្លូវអភិវឌ្ឍនៃប្រទេសរបស់ពួកយើងមិនដូចគ្នានោះទេប៉ុន្តែខ្ញុំជឿជាក់ថាភាពខុសគ្នាទាំងអស់នេះមិនមែនជាឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការនោះទេផ្ទុយទៅវិញពួកគេគឺជាឱកាសសម្រាប់ភាពរឹងមាំដ៏អស្ចារ្យដែលបំពេញឲ្យគ្នាបន្ថែមទៀតវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់